សួស្តីបងប្អូនថ្ងៃនេះយើងមកសាកភ្លក់ជាមួយនឹងត្រីឆ្អើរមកកាក់ខ្ចីម្ដងមើលចង់ដឹងថារសជាតិមិនដែរអញ្ចឹងជាដំបូងគឺយើងធ្វើការលីងត្រីហើយលីងខ្ទឹមលីងម្ទេសអីយើងទាំងអស់មកដើម្បីយកទៅធ្វើការបុកអញ្ចឹងណាបើសិនជាបងប្អូនចូលចិត្តហឹរដាក់តិចក៏បានដែរហើយនេះគឺជាដំណើរការនៃការបុករបស់យើងគឺយើងដាក់គ្រឿងដាក់អីចូលត្បាល់ឲ្យអស់មកអំបិលប៊ីចេងហើយនឹងស្ករតាមចំណង់ចំណូលចិត្តរបស់បងប្អូនបន្ទាប់ពីម៉ត់ហើយត្រីឆ្អើរនេះគឺខ្ញុំបានបុកហើយយើងដាក់លាយចូលគ្នាតែម្ដងទៅហើយបន្តមកទៀតគឺយើងអាចដាក់ជាមួយនឹងម្កាក់របស់យើងចូលហើយដាក់ជាមួយនឹងប្រភេទបន្លែរបស់យើងដែលយើងហៅថាជីនាងវងហ្នឹងយើងដាក់ទៅដើម្បីឲ្យវាមានរសជាតិឈ្ងុយហើយចូលជាតិគ្នានៅពេលណាដែលបងប្អូនធ្វើការពិសាទៅគឺវាឈ្ងុយជាប់មាត់តែម្ដងអញ្ចឹងណាបងប្អូនចឹងយើងធ្វើការបុកទៅកុំឲ្យបុកម៉ត់ពេកកាលណាតែបុកម៉ត់ពេកវាអត់ឆ្ងាញ់ទេយើងបុកមកល្មមដែលយើងចំណង់ចំណូលចិត្តរបស់យើងឲ្យត្រីឲ្យបន្លែវាសព្វចូលគ្នាល្អហើយនេះគឺជារាសាល់ដែលយើងបានធ្វើហើយចឹងណាបងប្អូន